ជំងឺអាឡែហ្ស៊ីនឹងទឹកបងប្អូនបានដឹងហើយទឹកគឺជារូបធាតុម្យ៉ាងដែលមនុស្សមិនអាចខ្វះបានប៉ុន្តែនៅលើโลกយ៉ាងនេះមានក្រុមមនុស្សមួយចំនួនបានអាឡែហ្ស៊ីនឹងទឹកដែលសូម្បីតែផឹកវាក៏ធ្វើឲ្យពួកគេឈឺចាប់បានដែរបងប្អូនស្ដាប់ហើយច្បាស់ជាឆ្ងល់ហើយមែនទេឥឡូវសូមមកតាមដានអត្ថបទយើងទាំងអស់គ្នាជំងឺអាឡែហ្ស៊ីនឹងទឹកនេះឬក៏ water allergy ភាគច្រើនកើតទៅលើបុរសនិងស្ត្រីជាពិសេសស្ត្រីវ័យក្មេងបន្ទាប់ពីពេញវ័យរួចជំងឺនេះវាកម្រនឹងកើតណាស់គេបានរាយការណ៍ថាត្រឹមតែ50ទៅ100ករណីប៉ុណ្ណោះទូទាំងពិភពលោកដែលបានកើតជំងឺនេះអ្នកដែលកើតភាគច្រើនមានប្រតិកម្មស្បែកខ្លាំងជាងគេជាក់ស្ដែងករណីនេះបានកើតទៅលើស្ត្រីអាមេរិកម្នាក់ដែលសូម្បីតែផឹកទឹកក៏មានអារម្មណ៍ថាឈឺចាប់នៅផ្នែកបំពង់កដែរករណីពិតមួយទៀតក្មេងស្រីសញ្ជាតិអង់គ្លេសសូម្បីតែហែលទឹកងូតទឹកឬក៏ប៉ះពាល់ទឹកក៏បង្កឲ្យមានការរមាស់និងឈឺចាប់ទៅលើស្បែករបស់គេដែរមានច្រើនករណីទៀតដែលខ្ញុំមិនអាចរៀបរាប់អស់ដែលពួកគេមានការអាឡែហ្ស៊ីចំពោះអង្គធាតុរាវជាខ្លាំងសូម្បីតែភេសជ្ជៈគ្រប់ប្រភេទទឹកសាបឬទឹកចម្រោះទឹកក្តៅដែលពួកគេបរិភោគនោះឯងជំងឺនេះគឺមិនធ្វើឲ្យមានការបាត់បង់ជីវិតនោះទេគឺគ្រាន់តែបង្កភាពលំបាកដល់ការរស់នៅប្រចាំថ្ងៃរបស់បុគ្គលដែលបានកើតជំងឺនោះសរុបរួមមកជំងឺអាឡែហ្ស៊ីនឹងទឹកនេះភាគច្រើនកើតទៅលើមនុស្សពេញវ័យតែភាគច្រើនទៅលើស្ត្រីក្មេងៗប៉ុណ្ណោះជាពិសេសជាជំងឺកម្រណាស់ដែលកើតមានឡើងនៅលើភពផែនដីយ៉ាងនេះអ្នកអាចស្រមៃមើលថាទឹកគឺជាអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់មនុស្សយើងត្រឡប់មកវិញវាប្រែក្លាយជាបង្កឲ្យមានទុក្ខលំបាកដល់យើងវិញតើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចដូច្នេះអត្ថបទនេះសូមចប់តែប៉ុណ្្នឹងបើបងប្អូនចូលចិត្តសូមមេត្តាជួយចុច like និង share subscribe នៅ channel របស់យើងខ្ញុំផងដែរបាទ